បងប្អូននេះជាទស្សនវិជ្ជាក៏ដូចជាស្ថានភាពខ្លះៗនៃបងប្អូនខ្មែរយើងដែលពួកគាត់បានធ្វើដំណើរចេញពីទឹកដីនៃប្រទេសថៃឆ្ពោះមកកាន់ទឹកដីនៃប្រជាជនកម្ពុជាតាមច្រកព្រំដែនផ្សារព្រំនៃខេត្តប៉ៃលិននាល្ងាចថ្ងៃទី24ខែមិថុនាឆ្នាំ2025នេះដោយមានការសម្របសម្រួលពីមន្ត្រីប្រចាំច្រកព្រំដែននៃប្រទេសទាំងពីរសូមស្ដាប់កិច្ចសម្ភាសន៍រវាងខ្ញុំបាទសុធិរិទ្ធនិងបងប្អូនយើងដូចតទៅបងមកនេះបងមកពីដីថៃមែនទេចាហើយមកពីដីថៃនេះមកដល់នេះមកប៉ុន្មានខ្ញុំមកដល់ប្រហែលជាម៉ោង1ម៉ោង1ហើយម៉ោង1ហ្នឹងមកអង្គុយចាំប្រហែលរហូតដល់ម៉ោង5ហ្នឹងអង្គុយចាំតាំងពីម៉ោង2ជាងម៉ោង2ហើយចាំចាំអីគេចុះបងខ្ញុំចាំមើលបងឲ្យបានចេញពីកន្លែងហ្នឹងរកកន្លែងស្នាក់នៅសិនពួកអីគាត់ចេញមកជាមួយគ្នាតែគាត់អត់មានឯកសារអីដែលដើររឿងដើរចេញបានទាំងអស់ឯកសារហ្នឹងអត់មានឯកសារហ្នឹងឯកសារអីគេវិញបងប៉ាសពតគាត់អស់អាយុបាទប៉ាសពតគាត់ផុតអាយុអញ្ចឹងដល់ពេលហើយខ្ញុំសុំទិញច្បុតគេអត់លក់ឲ្យទេគេថាប៉ាសពតហ្នឹងដាច់តតបងឲ្យគេ20000បានគេឲ្យយើងចេញខាងខ្មែរឬខាងថៃបងខាងថៃបងអញ្ចឹងជាប់នៅដីថៃទេចាជាប់នៅខាងកន្លែងចិត្តសវេនហ្នឹងអញ្ចឹងហ៎ចាបងឯកសារហ្នឹងវាយ៉ាងម៉េចទៅបងឯកសារគាត់ជំនុំប៉ាសពតខ្មៅគាត់ហ្នឹងគាត់ធ្លាប់ធ្វើការនៅក្រុមហ៊ុនតែពេលទៅវាផុតអាយុហ៎បងគាត់អាចបានវាយរងងានតួចាដល់ពេលអញ្ចឹងគាត់ថាលឺថាមាត់ច្រកអត់ប៉ាសពតក៏ចេញបានដែរគឺគេឲ្យយើងចេញតែពេលគាត់មកគេអត់ឲ្យចេញទេអញ្ចឹងចាអញ្ចឹងមានន័យថាមន្ត្រីថៃនៅខាងនោះគាត់អ្នកខាត់ទុកនៅហ្នឹងទេចាខាងគេខាត់ទុកគេថាបើយើងមានលុយបង់ឲ្យគេ20000គេឲ្យយើងមក20000អី20000បាទបងវ៉ាវច្រើនដែរហើយមានលុយណាមកតែម្នាក់2000ទេទៅរក20000ណាបង់ឲ្យគេហ៎មានតែនៅហ្នឹងឯងបាទបងនៅថៃបងធ្វើកាយដែរបងខ្ញុំបេះមកខុតអញ្ចឹងហើយដល់ពេលឥឡូវនេះខាងថៃគេឲ្យមកឬក៏បងមកខ្លួនឯងខ្ញុំមកខ្លួនឯងអញ្ចឹងចាហើយមកនេះមានចំណាយអស់ប៉ុន្មានខ្ញុំអស់ម្នាក់500ម្នាក់500ពីថៃមកដល់ខ្មែរនេះណាចាបងឈ្មោះអីដែរបងមុំបងមុំហ៎ហើយបងបោះបងដែលជាប់នៅនឹងឈ្មោះអីទូចបងទូចគាត់ធ្វើការអីនៅនោះគាត់បេះសាម៉ៅបងបេះសាម៉ៅដែរខ្ញុំបេះមកខុតខុសគ្នាបន្តិចទេណាគ្នាបន្តិចម្នាក់បន្តិចយល់នៅចិត្តគ្នាដែរនឹងកន្លែងស្នាក់បងអាចប្រាប់ពីស្ថានភាពរបស់បងប្អូនខ្មែរយើងដែលគាត់នៅដីថៃបន្តិចបានទេអត់អីផងគេអត់មានធ្វើអីយើងផងគាត់តែថាយើងភ័យខ្លួនឯងខ្លាចអត់មកផ្ទះវិញអត់បានអញ្ចឹងថាគេបិទច្រកនៅហ្នឹងអញ្ចឹងតែដល់ពេលមកដល់នេះមិនដែរអត់អីដែរតែគាត់ថាយើងអត់មានឯកសារត្រឹមត្រូវគេអត់ឲ្យយើងចេញអញ្ចឹងណាអ្នកដែលមានឯកសារគេឲ្យចេញបងអាចប្រាប់ស្ថានភាពរបស់បងប្អូនយើងដែលគាត់អញ្ជើញមកមានចំនួនច្រើនទេបងថ្ងៃនេះយើងមិនសូវច្រើនមកបងតិចស្ថានភាពនៅនេះដូចអត់អីទេណាបងណាមានអីទេនេះបាទមានអីហើយពាក់ព័ន្ធជាមួយនឹងបងប្អូនយើងគាត់ដូចជាបើធម្មតាវាយើងថាប្រទេសទាំងពីរកំពុងតែយើងមិនសូវជាមានស្ថានភាពល្អមួយគ្នាទេប៉ុន្តែដល់ពេលយើងមកដល់ព្រំដែនហ្មងដូចជាអត់មានអីគួរឲ្យភ័យបារម្ភដែរមែនទេបងមានអីភ័យបារម្ភឲ្យមានឯកសារគ្រប់គ្រាន់ចេញមកបានហើយអត់បាទខាងនេះបងអ្នករត់កង់3បងរត់នឹងមួយឆ្នាំហើយរត់នេះតាំងពីបើកច្រកកូវីដមកអញ្ចឹងហ៎បាទតែមួយរយៈចុងក្រោយនេះស្ថានភាពមិនដែរបងស្ថានភាពយ៉ាប់ដែរយ៉ាប់ដែរយ៉ាប់មែនទេអញ្ចឹងហ៎យ៉ាប់ហ្នឹងយ៉ាងតាំងពីមុនយើងមានចំនួនឬក៏តាំងពីមានចំនួនហ្នឹងតែមានចំនួនហ្នឹងហ៎អញ្ចឹងមានន័យថាតាំងពីមានចំនួនមកគឺបងប្អូនយើងគាត់គាត់មិនសូវជិះចេញមកទេមែនទេបាទសូវមានអ្នកចេញរួមសូវបានអញ្ចឹងបើពីមុនឡើយចេញចូលច្រើនទេចេញចូលណារួមបានតេតអញ្ចឹងវាក្រាន់ជាងឥឡូវចង់ដាច់ចង្ហាន់ណាឥឡូវអញ្ចឹងបងហ៎ជាទូទៅមួយថ្ងៃបងកាលមុនមានបញ្ហាព្រំដែននេះមួយថ្ងៃបងអត់បានប៉ុន្មានជើងវាអត់ទៀងដែរភ្ញៀវទេហៅបានច្រើនណាស់យើងដឹកពីខ្លះភ្ញៀវទេហៅខ្លាំងណាស់បាន10ជើងឯណាមានភ្ញៀវទេមានភ្ញៀវអីចឹងណាទេយើងចាំច្រើននេះពេកចឹងបាទមុនពេលមានបញ្ហាព្រំដែននេះតើការចេញចូលរបស់ប្រជាជនយើងបងប្អូនយើងមានច្រើនមែនទេបងមានច្រើនតែដល់ពេលឥឡូវស្បើយមិនសូវមានស្បើយអញ្ចឹងមានន័យថាការដែលបងប្អូនយើងគាត់ចេញមកពីខាងដីថៃក៏អត់សូវមានទេមែនទេបងមិនសូវមាននេះស្ងាត់បាទស្ងាត់នេះប៉ុន្តែពីម្សិលឬក៏ម្សិលមួយថ្ងៃអីមិនដែរបងនេះក៏ពីម្សិលមួយថ្ងៃយើងចេញយ៉ាងច្រើនចឹងនេះអញ្ចឹងហ៎បាទចុះស្ថានភាពទូទៅនៅកន្លែងនេះដូចអត់អីទេបងមានអីនេះស្ងាត់អរគុណច្រើនបងណាជំរាបលាបង